ងដីគេពុកម៉ែចងដៃបងថែរាល់ថ្ងៃសង្ឃឹមឆ្នាំថ្មីកាលនឹងនួនល្អស្ទើរមិនជឿសោះព្រោះគេយងខ្នងកាប់យកច្បាស់បងបំផ្លាញបំណងបងហើយណាសូមគោរពជម្រាបសួរបងប្អូនហើយអរុនសួស្ដីពីកណ្ដាលព្រៃឡង់ទៅម្ដងទៀតហើយថ្ងៃនេះគឺជាថ្ងៃទី19បាទគឺថ្ងៃទី19ខែ6ឆ្នាំ2026ហើយជាថ្ងៃដែលយើងល្បាតព្រៃថ្ងៃចុងក្រោយថ្ងៃនេះដោយសារតែយើងគម្រប់4ថ្ងៃហើយត្រូវដល់ថ្ងៃចេញទៅផ្ទះហើយឃើញថាយប់មិញគឺយើងស្នាក់នៅកន្លែងនេះគឺនៅកណ្ដាលព្រៃរស័យកន្លែងនេះគឺព្រៃរស័យសម្បូររស័យនៅពេលយប់គឺអត់សូវមានមូសទេនៅពេលដែលយើងយប់មិញអត់មានមូសប៉ុន្តែនៅពេលព្រឹកឡើងរំព្រៃរស័យចឹងគឺពេលថ្ងៃគឺមូសមែនតែនៅពេលយប់គឺអត់មានមូសទេបាទហើយណាមួយយប់មិញគឺភ្លៀងធ្លាក់ទៀតឃើញថារៀងតិចតិចជុំគួរសមដែរបាទហើយដោយសារតែថ្ងៃនេះគឺយើងតម្រូវទៅត្រឡប់ទៅផ្ទះវិញអញ្ចឹងក៏នេះជាវីដេអូចុងក្រោយសម្រាប់ពួកខ្ញុំសម្រាប់ខ្ញុំក្នុងខែ6នេះហើយបងប្អូនទាំងអស់បានទស្សនាហើយកុំភ្លេចចូលរួមតាមដាននឹងមិនតាមអ្វីដែលបងប្អូនចង់បានហើយយប់មិញនេះគឺរោងដែលយើងបោះហ្នឹងគឺបោះអែបម៉ូតអូហើយនៅមានរោងក្នុងមួយទៀតបាទនេះជាវីដេអូចុងក្រោយនៅក្នុងខែ6នៃកិច្ចនៃការចុះល្បាតរបស់ខ្ញុំគឺនេះជាវីដេអូចុងក្រោយហើយបងប្អូនទាំងអស់គ្នាអញ្ចឹងគឺនៅពេលដែលជិតដល់ថ្ងៃចេញស្នាក់នៅយប់ហ្នឹងគឺមានភ្លៀងហើយសម្រាប់តង់ខ្ញុំបងប្អូនដោយសារតែតង់ខ្ញុំគឺខ្ញុំទិញអនឡាញអញ្ចឹងទៅឃើញថាតង់របៀបដែលគេចូលបោះតង់បោះអីចូលរបៀប camping ក្នុងព្រៃប៉ុន្តែយើងយកមកប្រើប្រាស់គឺមិនដូចតង់គេដែលតង់កស៊ូសដែលគេនេះទេគឺមានការលិចច្រើនមែនតើបងប្អូនអរគ្នាហើយពេលនោះក៏ខ្ញុំចាប់ផ្ដើមគឺយើងដាក់មិនន័យថាយើងដាក់ប្រក់ថែមពីលើអញ្ចឹងទៀតទៅណាបងប្អូនទាំងអស់គ្នាហើយនៅក្នុងយប់ហ្នឹងគឺនៅពេលដែលភ្លៀងអញ្ចឹងទៅហើយឥឡូវនេះគឺចាប់ផ្ដើមស្នាក់នៅមួយយប់គឺពេលព្រឹកទៅហើយអរុនសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃថ្មីសម្រាប់ជាថ្ងៃចុងក្រោយហើយនេះជាម៉ូតូដែលខ្ញុំសម្រាប់ធ្វើដំណើរក្នុងការចូលព្រៃគឺបានវានឹងឯងគ្រប់ទីកន្លែងគឺយើងចូលដំណើរហេតុអីបានខ្ញុំដាក់កែបអញ្ចឹងបងប្អូនគ្នាដោយសារតែមានភ្លៀងអញ្ចឹងទៅហើយកែបលហែកអញ្ចឹងទៅគឺយើងដាក់អញ្ចឹងទៅកុំឲ្យវាទឹកនៅពេលដែលយើងជិះទៅយើងទឹកខោទឹកអីអញ្ចឹងទៅឥឡូវមុននឹងចាប់ផ្ដើមធ្វើដំណើរបន្តទៅផ្ទះដោយសារតែថ្ងៃនេះគឺយើងជាថ្ងៃដែលយើងត្រូវបញ្ចប់បេសកកម្មនៃ3យប់4ថ្ងៃនៅក្នុងព្រៃឡង់បាទហើយសិស្សគ្រប់រងនីមួយគឺពួកគាត់ចាប់ផ្ដើមដាំបាយធ្វើម្ហូបអញ្ចឹងទៅអ្នកខ្លះក៏ដាំទឹកដាំអីឆុងខ្វែយ៉ាងអីជារបៀបធម្មតាជាអ្នករស់នៅក្នុងជាអ្នកចុះល្បាតជុំគ្នាអញ្ចឹងបងប្អូនអរគ្នាយើងបានអ្វីយើងត្រូវតែចែករំលែកឲ្យគ្នាទៅវិញទៅមកក្នុងការចូលរួមការហូបចុកជុំគ្នាបន្តិចបន្តួចហើយសម្រាប់ខ្ញុំទៅវគ្គនេះគឺខ្ញុំមិនបានដាក់ខ្វែទៅទេយល់ទៅសម្បានតាទេគឺខ្ញុំតែងតែដើរអញ្ចឹងទៅបានបន្តិចតួចហូបជុំគ្នាបានមួយកែវអញ្ចឹងទៅបានមកកញ្ចប់អញ្ចឹងទៅហើយឃើញថានៅក្នុងព្រៃពេលព្រឹកគឺមានការសប្បាយកាយយើងមានការបង្អាប់គ្នាលេងនិយាយលេងសើចទៅវិញទៅមកអញ្ចឹងទៅហើយក៏អ្នកខ្លះក៏សប្បាយមានរឿងផ្លែងរឿងនិទានគឺពួកគាត់ចាប់ផ្ដើមជជែកនិយាយលេងអញ្ចឹងទៅប៉ុន្តែងាកមកមើលវីដេអូរបស់ម៉ូតូរបស់ក្រុមស្ត្រីម្នាក់ដែលគាត់ចូលរួមក្នុងព្រៃឃើញថាម៉ូតូនេះរៀងថ្មីដែរប៉ុន្តែនៅពេលដល់ប៉ះទឹកប៉ះភ្លៀងគឺតែងតែអត់ឆេះទេអត់ចង់ឆេះហើយរួមទៅនៅគ្រូតាចាប់ផ្ដើមធ្វើមកព្រឹកអញ្ចឹងទៅទម្រាំតែឆេះអញ្ចឹងណាហើយនៅពេលដែលឆេះអញ្ចឹងទៅគឺខ្ញុំចាប់ផ្ដើមមកកន្លែងហើយនៅកន្លែងខ្ញុំស្នាក់នៅហ្នឹងគឺមានធ្វើម្ហូបមានអាំងសាច់អាំងអីបង្ហើយអាំងមានត្រីដែលយើងរកអញ្ចឹងដល់ពេលឥឡូវនេះបាយជុំគ្នាហើយបាយរួចហើយប៉ុន្តែខ្ញុំអត់បានថតនៅកន្លែងបាយហ្នឹងទេគឺយើងថតទៅកន្លែងដែលសាររោងតែប៉ុណ្្នឹងអញ្ចឹងណាហើយយើងចាប់ផ្ដើមសាររោង
នឹងអាចនឹងធ្វើដំណើរទៅផ្ទះទៅមុខទៀតហើយបន្ទាប់មកគឺយើងនៅពេលដែលថ្ងៃត្រង់គឺយើងត្រូវបែកគ្នាអញ្ចឹងទៅឥឡូវគឺខ្ញុំចាប់ផ្ដើមរៀបចំឲ្យវ៉ាន់រួចហើយមានពង្វិចមានអីអញ្ចឹងទៅគឺយើងចាប់ផ្ដើមចេញដំណើរបណ្ដាអញ្ចឹងទៅប៉ុន្តែយើងរងចាំមួយក្រុមទៀតដែលគាត់កំពុងតែហូបបាយដោយសារតែក្រុមគាត់មានគ្នាច្រើនអញ្ចឹងទៅគាត់ធ្វើម្ហូបរៀងយូរអញ្ចឹងទៅក៏គាត់ចាប់ផ្ដើមបាយក្រោយពួកយើងអញ្ចឹងទៅហើយមុននឹងចេញគឺខ្ញុំចាប់ផ្ដើមដោយសារតែម៉ូតូខ្ញុំនឹងមិនវាបានទៅចេះតែចេញខ្យល់តាមអឺតាមវ៉ាល់ហ្នឹងទៅហើយក៏យើងសពដើម្បីនឹងធ្វើដំណើរទៅមុខទៀតឥឡូវនេះមុននឹងរៀបនឹងចេញដំណើរហើយប៉ុន្តែមានម៉ូតូព្រឹត្តិការណ៍មួយទៀតហ្នឹងគឺมันឆេះទៀតអញ្ចឹងគឺយើងចាប់ផ្ដើមជួយធ្វើគាត់មួយដៃមួយជើងអញ្ចឹងណាតម្រាំតែឆេះបងប្អូនទាំងអស់គ្នាអញ្ចឹងមានស្អីទេនៅពេលដែលយើងចូលក្នុងព្រៃគឺយើងតែងតែសហការគ្នាជួយគ្នាទៅវិញទៅមកនៅពេលដែលយើងខូចអញ្ចឹងទៅអ្នកខ្លះចេះនេះអ្នកខ្លះចេះនោះអញ្ចឹងទៅគឺយើងមានយើងជួយគ្នាទៅវិញទៅមកអានឹងបានធ្វើដំណើរបន្តទៅមុខទៀតបើយើងអត់បានជួយគ្នាទេនៅកន្លែងនេះគឺពិបាកមែនតើគឺយើងចង់ថាបើសិនជាយើងចូលព្រៃបើម៉ូតូកន្លែងណាខូចគឺយើងតែងតែខូចជុំគ្នាហើយយើងអត់មានចេះមើលបណ្ដាំគ្នាទេអ្នកខ្លះជួយគ្នាទៅវិញទៅមកហើយដោយសារខ្ញុំគឺខ្ញុំបានទៅដើរថតដើរមើលយ៉ាងណាប៉ុន្តែដោយសារតែមានអ្នកចេះជាងខ្ញុំចឹងទៅបើសិនតែគេអត់ចេះសោះក៏ខ្ញុំអត់នេះដែរខ្ញុំត្រូវតែជួយដែរឥឡូវគឺយើងចាប់ផ្ដើមចេញដំណើរទៅហើយបងប្អូនមើលងាកមកមើលម៉ូតូព្រឹត្តិការណ៍ព្រៃឡង់យើងគឺនៅពេលដែលចេញបងប្អូនដូចដុតឃុំចឹងដូចនឹងឥឡូវនេះគឺតោះបងប្អូនជាចុងក្រោយខ្ញុំអត់មានអីច្រើនទេមានតែថ្លែងអំណរគុណដល់បងប្អូនបើសិនជាគ្រប់គ្រងកុំភ្លេចនៅចុងវីដេអូនេះសូមជួយគ្រប់គ្រងសកម្មភាពរបស់យើងផងសូមជម្រាបលាសុខភាព